vàជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីរាប់អានត្រឡប់មកជួបបងប្អូនម្ដងទៀតថ្ងៃនេះថតអូនមាត់ឲ្យបងប្អូនមើលតិចអូនមាត់ខ្ញុំដាក់បានដូចជា5ថ្ងៃដាក់បាន5ថ្ងៃហើយខ្ញុំដាក់ចំណីដាក់ទឹកឲ្យវាស៊ីចឹងទៅនៅក្នុងទ្រុងនោះចាប់មេវាចេញមេវានៅខាងក្រៅហើយដល់ពេលយប់បានខ្ញុំបើកកម្របទ្រុងហ្នឹងទៅមេវាលោតចូលឲ្យមេវាក្រំអូអានេះទ្រុងធ្លាយចេញនេះមួយអូធ្លាយតើនឹងប៉ះទ្រុងធ្លាយនេះនឹងដាក់វានៅចឹងទៅហើយយកឡើងបើកគម្របទ្រុងទៅឲ្យវាចូលក្រង់កុំឲ្យវាលឹកងាហើយលឹកហ្នឹងចាប់មេវាចេញទៅព្រឹងទៅហើយវាឆាប់បែកមេឆាប់ភ្លេចមេវាឆាប់រកបងទៀតខ្ញុំចាំបែបនេះបងប្អូនហ្នឹងមិនច្រើនទេវាគ្រាន់តែដូចខ្ញុំប្រាប់បងប្អូនជុំគ្នាលេខពីបងប្អូនចឹងតែធ្វើទៅមេមន់8 4 5អីទីអីចឹងទៅគ្រាន់តែគាត់ពួងដែរវាយើងត្រូវការដូចនេះតម្រូវការឆ្លងឆ្នាំដល់អីដូចយកមិញឆ្លងឆ្នាំគឺខ្ញុំមានហូបមានអីសម្រាប់ចំណាយនេះហ្នឹងបងប្អូនមក20វាខ្ញុំរវល់ធ្វើការឲ្យផងមិនបាននៅមើលដិតដល់ស្រាប់តែបងប្អូនចូលគ្នាស្បុកធ្វើមកដល់វាដល់ឲ្យបងប្អូនចូលគ្នាខ្ញុំទុកឲ្យបងឲ្យក្រាបបងចូលទុកឲ្យក្រាបបានប្រហែលជាមកទឹក10ថ្ងៃខ្ញុំលែកបងដាក់ពីស្បុកជាប់គ្នាឲ្យមេវាក្រាបផ្សេងគ្នាតែអាណាញុះដាក់ចុះអាណាញុះដាក់ចុះហោហាយចឹងទៅញ៉ាំឡើយខ្ញុំបបាយទុកឲ្យមេមួយអ្នកក្រុងមេមួយទៀតខ្ញុំបបាយក្រុងដាច់ដល់ឥឡូវវាភ្លេចខ្លួនវាបាត់ហើយបាទហើយនេះមួយទៀតទឹកដាក់ព្រឹកមិញបាទទឹកដាក់ព្រឹកមិញពង10ញុះបានតែ6អុយអត់4ហើយកូនមួយនេះញាស់ក្រោយគេរសើល្អទៅវារាំងសោយកម្លាំងនេះ5នឹងល្អមួយនេះខ្សោយជាងគេបាទយើងចាំលេងទៅបងប្អូនកំដរអបសុកកំដរអារម្មណ៍អបសុកចឹងទៅវាចេះតែកើតទេតែមាននៅផ្ទះយើងហូរហាចឹងដែរបាទតែយកកយកអីមកបាញ់អង្គុយមើលមន់មើលទាលេងសบายចិត្តតែកាត់ខយការ stress បុកស្បាច់ក្នុងចិត្តមន់ដាក់ចុះបាន2ស្បុកកូនបានប្រហែលខ្ទង់20ជាង30ដែរនៅទា2ស្បុកពងតក្រាបតន់ញុះទេនេះទាចិត្តញុះហើយជ្រុះរោមនឹងស្មុកស្មាក់ទាចឹងបងជួយបងប្អូនមើលទាវាចូលចិត្តធ្វើស្បុកឲ្យងឹតបាទងឹតទៅទាចឹងធ្វើទុកចឹងទៅពេលបងវាចេះរកស្បុកខ្លួនឯងហើយបាទនេះបងប្អូននេះស្បុកខ្ញុំធ្វើត្រៀមចឹងទៅពេលដែលវាមកត្រូវចិត្តវាបងត្រូវចិត្តវាត្រូវស្បុកថ្មីទៀតចឹងទៅពិសេសគេគឺទានៅទាំងរីស្បុកចឹងមន់ទៀតទាបាទហើយនៅខាងនោះមួយទៀតនេះបងប្អូននេះមួយទៀតនេះចឹង2ស្បុកមន់ញុះហើយនៅទាមិនទាន់ញុះទេបាទទាខ្ញុំសិតពូជទាក្បាលសបាទចាដើមឡើយខ្ញុំទិញកូនពីគេមក20កូន15,500យកមកទុកមេខ្លួនឯងដល់ពេលធំបានបាមកខ្ញុំអត់ទុកទេ
ខ្ញុំដូរអ្នកភូមិគ្នាឯងដូរយកបាផ្សេងយកមកមកវាបងប្អូនបង្កើតគ្នាឯងអត់លើសល្អនេះបាទអរគុណច្រើនបងប្អូនសុខសប្បាយហើយយើងចាំមន់ចាំទៀតជាលក្ខណៈគ្រួសារតាមបន្លែដើម្បីហូបចុកទាំងអស់គ្នាជាលក្ខណៈគ្រួសារបាទអរគុណច្រើនជម្រាបលា